ខ្ញុំក៏សូមបាទយកឱកាសជាថ្មីដើម្បីអបអរសាទរចំពោះបងប្អូនស្ត្រីទាំងអស់បាទនៅក្នុងទិវាស្ត្រីអន្តរជាតិក៏ដូចជាភាគច្រើននៅក្នុងការទទួលសញ្ញាបត្រថ្ងៃនេះដែល 88% ជាស្ត្រីដែលយើងឃើញច្បាស់ពីការប្រែប្រួលនៅក្នុងរយៈពេលកន្លះទសវត្សរ៍នេះដែលពីមុនស្ត្រីមានការលំបាកត្រូវបោះបង់ការរៀនសូត្រច្រើននៅថ្នាក់មូលដ្ឋានដោយសារនៅតាមស្រុកតាមអីយើងមិនមានសាលាហើយកូនត្រីមិនអាចឆ្លៀតធ្វើដំណើរទៅរៀនបន្តនៅវត្តជាមួយនៅអីនៅឆ្ងាយទី2ក៏ការប្រែប្រួលនៃផ្នត់គំនិតរបស់សង្គមរបស់យើងដែលថាពីមុនកូនស្រីមិនបាច់រៀនច្រើនប្រហែលទេកូនស្រីទទួលការងារមេផ្ទះអញ្ចឹងការរៀបចំនិងទំនៀមទម្លាប់ប្រពៃណីនិងការប្រតិបត្តិជាច្រើនប៉ុន្តែនៅក្នុងដំណាក់កាលនេះទាំងស្រីទាំងប្រុសសិទ្ធិនិងកាតព្វកិច្ចនៃការជួយគ្នាដែលឃើញថាមិនត្រឹមតែរៀនស្ត្រីមានឱកាសរៀនសូត្រនៅក្នុងថ្នាក់វិទ្យាល័យនោះទេប៉ុន្តែកម្រិតឧត្តមនេះក៏មានច្រើនហើយស្ត្រីក៏បានដើរតួនាទីច្រើននៅក្នុងការដឹកនាំស្ថាប័នផ្សេងវិស័យឯកជនសមាគមស្ត្រីខាងធុរកិច្ចក៏ដើរតួនាទីសំខាន់ខាងទេសចរខាងអីគ្រប់នៅក្នុងស្ថាប័នរដ្ឋស៊ីវិលកងកម្លាំងប្រដាប់អាវុធក៏មានស្ត្រីដើរតួនេះគឺបង្ហាញអំពីគឺថាឱកាសនិងសមត្ថភាពនៅក្នុងការដឹកនាំរបស់ស្ត្រីហើយក៏ជាកត្តាឆ្លុះបញ្ជាក់អំពីការឲ្យតម្លៃនៃការសិទ្ធិស្មើគ្នានិងឱកាសស្មើគ្នារបស់សង្គមនិងការរៀបរដ្ឋាភិបាលនៃគោលនយោបាយរបស់យើងហើយយើងចង់បានកិច្ចការងារបែបនេះដើម្បីផ្ដល់ឱកាសបន្តទៅទៀតទាំងស្រីទាំងប្រុសគឺមានសិទ្ធិនិងមានឱកាសដូចគ្នានៅក្នុងការបន្តហើយតាមរយៈសមិទ្ធផលរបស់សាកលវិទ្យាល័យវណ្ណដាខ្ញុំក៏សូមចូលរួមអបអរសាទរកោតសរសើរនិងវិយតម្លៃខ្ពស់ចំពោះការបណ្ដុះបណ្ដាលបានមនុស្សមូលធនមនុស្សដ៏មានតម្លៃនេះហើយសមិទ្ធផលជាទីមោទនៈនេះបានមកពីការចូលរួមយ៉ាងសកម្មរបស់វិទ្យាស្ថានវណ្ណដានៅក្នុងការគ្រប់គ្រងការបង្រៀនការសិក្សាស្រាវជ្រាវនិងខិតខំប្រឹងប្រែងរៀនសូត្ររបស់និស្សិតកិច្ចគាំទ្រពីបិតាបិតានិងអាណាព្យាបាលរបស់និស្សិតនិងសកម្មភាពពាក់ព័ន្ធដទៃទៀតនៅក្នុងការបណ្ដុះបណ្ដាលទន្ទឹមនេះខ្ញុំក៏សូមកោតសរសើរចំពោះការពិវត្តខ្លួនជាបន្តបន្ទាប់របស់វិទ្យាស្ថានវណ្ណដារហូតដល់មានអគារផ្ទាល់ខ្លួនធំទូលាយនៅទីតាំងគោលនិងសាខាប៉ុន្តែកិច្ចការទាំងអស់នេះយើងគិតថាងាយស្រួលប៉ុន្តែមិនមែនទេការមានគំនិតការគិតគូរវាមានពីណាក៏មានដែរប៉ុន្តែការប្រែក្លាយគំនិតឲ្យទៅជាសកម្មភាពជាក់ស្ដែងគឺមានការលំបាកប៉ុន្តែអ្វីដែលសំខាន់ការប្រែគំនិតទៅជាសកម្មភាពជាក់ស្ដែងបង្កើតឲ្យទៅជាលទ្ធផលគឺជាការលំបាកមួយហើយប៉ុន្តែការលំបាកបំផុតគឺធ្វើឲ្យមានចីរភាពធ្វើអីក៏ដោយជួនកាលបានមួយឆាកទៅដល់គៀងព្រុសអញ្ចឹងនៅក្នុងដំណាក់កាលនៃការរីកចម្រើនឈានតាំងពីឆ្នាំ2000គឺថានៅក្នុងដំណាក់កាលនៃការចាប់ផ្ដើមរបស់នេះដែលធ្វើឲ្យមានការរីកចម្រើននិងឈានទៅដល់ការផ្ដល់នៅឱកាសបណ្ដុះបណ្ដាលដល់និស្សិតរាប់ពាន់នាក់នេះគឺជាបង្ហាញអំពីនៅការខិតខំបដិញ្ញាចិត្តខ្ពស់ពុះពៀនៅគ្រប់ការលំបាកប្រកបដោយការច្នៃប្រឌិតនិងការខិតខំដែលកើតចេញពីការរួមគ្នារបស់ថ្នាក់ដឹកនាំវិទ្យាស្ថានក៏ដូចជាសាស្ត្រាចារ្យបុគ្គលិកសិក្សាទាំងអស់ក៏ដូចជាមានការចូលរួមរបស់និស្សិតនិងអាណាព្យាបាលអញ្ចឹងយើងអាចចាត់ទុកថាលទ្ធផលដែលយើងបានថ្ងៃនេះគឺជាលទ្ធផលនៃដំណាក់កាលនៅក្នុងការចូលរួមពង្រឹងនៅស្ថាប័នក៏ដូចជាពង្រឹងនៅធនធានមនុស្សសម្រាប់ជាតិរបស់យើងដែលរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយនៅក្នុងការអប់រំមនុស្សគឺបែបនេះ